សម្រាប់បងប្អូនដែលចង់ដាក់ពាក្យមកសិក្សានៅប្រទេសទូរគីប៉ុន្តែខ្លាចអត់មានមុខជំនាញដែលយើងស្រឡាញ់អីចឹងណាតោះបងប្អូនមកដាក់ពាក្យតាមរយៈអាហារូបករណ៍ Turkey Scholarship Bursary អាហារូបករណ៍ Turkey Scholarship Bursary គឺជាអាហារូបករណ៍របស់រដ្ឋាភិបាលទូរគីតាមរយៈក្រសួងអប់រំយុវជននិងកីឡាអាហារូបករណ៍នេះមានច្រើនជំនាញមែនទែនមិនថាជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬក៏ជំនាញខាងអប់រំនិងការបង្រៀនឬក៏ផ្នែកវិទ្យាសាស្ត្រពេទ្យវិស្វករ designer គឺមានមួយសេតហ្មងទាំងវិទ្យាសាស្ត្រសង្គមនិងមុខជំនាញការគ្រប់គ្រងពាណិជ្ជកម្មហើយមានមុខជំនាញជាច្រើនទៀតមានច្រើនជំរើសតែម្ដងបងប្អូនអាចជ្រើសរើសបានតាមចិត្តតាមខ្លួនដែលស្រឡាញ់យល់តាមបេះដូងអីចឹងណាហើយបើនិយាយពីអត្ថប្រយោជន៍របស់អាហារូបករណ៍ Turkey Scholarship Bursary នេះគឺមានសារៈសំខាន់ច្រើនមែនទែនលោតែម្ដងណា 100% ពេញតែម្ដងហើយនិយាយថាគេបងកន្លែងស្នាក់នៅពេញយ៉ាង 100% ប្រាក់ខែឧបត្ថម្ភជារៀងរាល់ខែនិងការធានារ៉ាប់រងសុខភាព 100% ហើយចេញថ្លៃកន្លែងស្នាក់នៅ 100% ទៀតហើយនឹងមានសម្បត្តិយ៉ាងហោះទាំងទៅទាំងមកនៅពេលដែលយើងមកទូរគីនិងក្រោយពេលដែលយើងបានបញ្ចប់សិក្សានិងអាហារពីពេទ្យអត់គិតថ្លៃទៀតហ៎អ្វីដែលកាន់ពិសេសកាន់តែលុយទៀតអាហារូបករណ៍របស់រដ្ឋាភិបាលទូរគីនេះគឺគេមានទាមទារបន្ទុក IELTS ហើយនិង TOEFL នោះទេតោះបងប្អូនដាក់ពាក្យតាមរយៈអាហារូបករណ៍ Turkey Scholarship Bursary ទាំងអស់គ្នាហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យមកសិក្សានៅប្រទេសទូរគីបងប្អូនអាចបំពេញតាមលីងខាងលើឬក៏បងប្អូនមានចម្ងល់ហើយនឹងចង់ជ្រាបពីព័ត៌មានបន្ថែមទៀតបងប្អូនអាចឆាតនៅក្នុង page ខាងលើនេះបានក្រុមការងារ admin របស់យើងនឹងឆ្លើយតបភ្លាមៗ